សម្ដេចគតិប្រិទ្ធបណ្ឌិតបូរ៉ានីហ៊ុនសែនបានបន្តចាត់ឲ្យលោកជំទាវបណ្ឌិតអុកម៉ាលីសមាជិកប្រសិទ្ធភាពនិងជាអគ្គហិរញ្ញកាកបាទក្រហមកម្ពុជានិងសហការីនាថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះអញ្ជើញបូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យព្រមទាំងនាំជោគតាយទាននិងទានចំណាំព្រះវស្សាដែលជាសទ្ធាជ្រះថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតបូរ៉ានីហ៊ុនសែនទៅវេប្រគេនចំពោះសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈៀវនៀតប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីរាជវរារាមដែលស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញសូមជម្រាបជូនថាតាយទានជាសទ្ធាជ្រះថ្លារបស់សម្ដេចទាំងទ្វេដែលបានវេប្រគេនសម្រាប់វត្តបទុមវតីរាជវរារាមរួមមានទានព្រះវស្សា1គូផ្លែឈើស្រស់2កន្ត្រកទឹកដោះគោអ៊ីនសួរ1កន្ត្រកទឹកមាត់ត្រចៀកកម្ម1កន្ត្រកទឹកប្រទាលកន្ទុយក្រពើ3កែសទឹកសុទ្ធ10កែសទឹកក្រូច10កែសទឹកផ្លែឈើ10កែសមានកំប៉ុង2កែសត្រីខ2កែសកាកាវ2កែសតែ5គីឡូក្រាមស្ករស10គីឡូក្រាមទឹកដោះគោខាប់1កែសធំមី1កែសធំប្រេង1កានសាច់ក្រក1កន្ត្រកធំត្រីញៀត1កន្ត្រកធំអង្ករ3តោននិងបច្ច័យ10លានរៀលវេប្រគេនសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3ប្រគេនត្រៃជីវរ1និងបច្ច័យ2លានរៀលប្រគេនសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈៀវនៀតនិងព្រះសង្ឃគង់អម5អង្គទៀតក្នុងមួយអង្គប្រគេនត្រៃជីវរ1និងបច្ច័យ1លានរៀលដោយឡែកបានជូនជាជីតាជី10នាក់ក្នុងម្នាក់ទទួលបានក្រណាត់ស1ដុំនិងថវិកា100000រៀលនិងកូនសិស្សព្រះសង្ឃ50នាក់ក្នុងម្នាក់ថវិកា20000រៀលសូមអំណាចបុណ្យនាថ្ងៃនេះឧទ្ទិសនៅមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសកលីនគ្រីនិងអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីត្រូវជាមេដាបិតាបង្កើតសម្ដេចគតិប្រិទ្ធបណ្ឌិតដួងវិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរៈធម្មសេរីរតនៈអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភប៊ុនសុថាអ្នកអង្គញាមហាភក្តីសពរិស័កភោគាធិបតីហ៊ុននាងនិងមហាឧបាសិកាឌីប៉ុកត្រូវជាមេដាបិតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកូនប្រុសហ៊ុនកំសត់ព្រមទាំងឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតានិងបុព្វការីជនទាំងអស់សូមបានទទួលយកមនោញ្ញផលនិងងាកក្រោយឲ្យពរជ័យដល់សម្ដេចទាំងទ្វេនិងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរស់នៅក្រោមម្លប់នៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍជានិច្ចនិរន្តរ៍